OK សួស្តីអ្នកនរគ្នាខ្ញុំចូលជីហើយថ្ងៃនេះយើងមកម្ដងទៀតជាមួយ Fish ហើយថ្ងៃនេះអ្នកនរគ្នានាំពរគ្នាយើងនៅក្នុង Telegram ច្រើនមែនតើគឺគាត់ចង់ឲ្យចេញពីរបៀប farm លុយមុនអ្នកនរគ្នាហើយវីដេអូរបៀប farm XP ខ្ញុំចេញតាមក្រោយមួយទៀតឥឡូវយើង farm លុយមុនដោយសារយើង vote ទៅគឺគេ vote ទៅលើ farm លុយច្រើនអញ្ចឹងគ្នាយើងអូខេអញ្ចឹងរបៀប farm លុយគឺមាន2កន្លែងអ្នកនរគ្នាគឺទី1អានេះយើងទៅកន្លែងសម្រាប់អ្នក player គាត់នេះសិន player គាត់ level តិចតួចplayer level តិចតួចគឺកន្លែង farm ល្អជាងគេដំបូងគេនៅនេះណា Forsaken ហ្នឹងForsaken នេះណាអ្នកមិនស្ទួយនៅមាត់ទឹកហ្នឹងណាអ្នកគឺយើងត្រូវឡើងទៅអាកន្លែងស្ទះទូចនេះណាអ្នកអូខេឡើងមកតាមហ្នឹងមកហើយយើងហក់មកនេះអ្នកគឺឡើងមកស្ទះខាងនេះមកនេះអ្នកគឺស្ទះមួយហ្នឹងហើយត្រីដែលអ្នកគ្នាចង់បាននៅកន្លែង Forsaken ហ្នឹងគឺយើងនេះគឺពីរនេះគឺ Pirate Captain Goldfish នេះមួយនឹង Captain Goldfish នេះគឺបានលុយច្រើនអ្នកនរហើយ bait វាគឺដូចគ្នាគឺប្រើ shop power ដូចគ្នាអញ្ចឹងអ្នកនរប្រើ bait ហ្នឹងមក shop power មកអូខេហើយសទូចសម្រាប់ដែលយើង recommend ក្នុងការ farm វិញគឺមានច្រើនអ្នកនរគឺ yes គឺមានច្រើនសម្រាប់ចង់ farm លុយក៏ទី1 Elder Moss Reaper នេះគឺលោកអ្នកនរ level 350យកបានហើយសទូចនេះគឺគុណគីឡូហើយក៏បូក mutation ល្អហើយទី2គឺ noise form នេះស្ទូច late game ទេណាហើយ luminescent out ruinous out អ្នកនរបើថាអាចបើអ្នកនរប៉ិនលេងចូលចិត្តលេងបាល់តិចតួចចឹងអ្នកនរអាចដាក់យកC overlord C print C king ចឹងទៅដើម្បីបូកគីឡូឲ្យវាចឹងទៅយើងរកលុយកាន់បានកាន់តែលឿនចឹងណាចឹងអ្នកនរអាចរកបានចឹងមាននិយាយទៅអ្នកនរអាចប្រើ rod ដែលមាន mutation ច្រើនដូច rod គេតំឲ្យនេះក៏ល្អដែរ rod ដាក់ហាននេះក៏រកលុយបានគ្រាន់ដែរវាមិនថាមិនបានច្រើនផងណាតែមកល្មមមកយើងអាចនេះបាន fabulous នេះក៏គេតំបោះដែរគឺបោះគីឡូហ្មងអ្នកនេះឃើញកន្លែងគឺទូ Aurora ក៏យើងងាយស្ទូចដែរអ្នកឲ្យទៅត្រូវ bait អញ្ចឹងយើងស្ទូចមកត្រូវហ្នឹងអ្នកឃើញនឹងឃើញនេះហើយអានេះអត់ mutation fabulous ណាវា pirate goldfish នេះវានេះហើយអ្នកឲ្យយើងប្រើទៅទូច try ហើយអ្នកឃើញខ្ញុំមាន2ត្រីគឺមួយសិតតា 180k 120k អញ្ចឹងនេះមកអ្នកច្បាស់គឺអាចសទូច try hard បានអ្នកតែបើសទូច try hard នេះក៏វាពិបាកតិចសម្រាប់អ្នកអត់ធ្លាប់លេងណាអ្នកធ្លាប់លេងអីមិនអីព្រោះស្ទូចត្រីលឿនតែដដែលណាគាត់ទៅវាត្រូវការអ្នកឲ្យមាន shot ដាក់ shell មួយទៅឲ្យវានេះត្រីនេះអា secret នេះគេនៅណានេះអញ្ចឹងដើម្បីយើងទៅមើលអា Captain Goldfish នេះវិញអូខេ Captain Goldfish យើងស្ទូចមិញនេះ 25k ដែរហើយដល់ពេលមាន sparkling ឡើង 78k អញ្ចឹងអ្នកនេះចង់ farm គឺកន្លែងនេះទី1ហើយលឿនជាងគេលឿនសម្រាប់អ្នក level ទូចអីក៏គាត់បាច់ unlock អីដែរគឺមកដល់ស្ទូចនឹងយកហ្មងទៅគាត់ត្រូវយើងត្រូវយក bait ហើយ bait shop power នេះអ្នកនរត្រូវចោះទៅ Desolate Deep អ្នកនរទៅ Desolate Deep អ្នកនរត្រូវទិញ Coral George នោះដើម្បីបើកមកបាន bait ហ្នឹងហើយអញ្ចឹងមានប៉ុណ្្នឹងហើយកន្លែងបន្ទាប់មួយទៀតសម្រាប់អ្នកនរគ្នាក្នុងការ farm យើងមានទៅលើយើងទៅ Last Jungle សិនណាហើយកន្លែងមួយទៀតគឺយើងទៅ Living Garden កន្លែងហ្នឹងគឺ top មាត់ហ្នឹងគេកំពុងតែពេញនិយម farm នៅហ្នឹងខ្លាំងដែរហើយរត់តែគេពេញនិយម farm មួយអាហ្នឹងគឺ Olympian God Breaker ណានេះគឺ Olympian God Breaker នេះគឺសាច់ហើយគឺគេប្រើមួយ Starforge Spirit ណាដែលយើងប្រើ enchant របស់ Sovereign Relic អញ្ចឹងយើងជិះ travel យកមកណាមកយូរពេកហេយើង travel visual មក travel visual ជិះ Lost Jungle យើង travel visual មក Living Garden មកអ្នកគេចង់ TP បានអ្នកគ្នា complete bestiary សិនអញ្ចឹងកន្លែងនេះសម្រាប់អ្នក unlock ល្បែងធំទៅគាត់ unlock នេះហើយអញ្ចឹងក៏មកដល់អូខេអញ្ចឹងយើង stone មកនេះអ្វីដែលយើង bait ដែលយើងត្រូវការគឺ Amber Berry នេះអ្នក
គឺយើងត្រូវការបេតហ្នឹងដើម្បីកោដដៅរបស់យើងគឺ level យ៉ាងដែរនេះគឺ2នេះមីតិក2នេះគឺសំខាន់មែនតើអញ្ចឹងយើងត្រូវការ2នឹងចាំបាច់ទូចមក Olympic Breaker នេះគឺល្អត្រង់ស្ទង់ទូចត្រូវបានច្រើនក្នុងពេលតែមួយអញ្ចឹងការ farm level ហើយ mutation ក៏ល្អទៀតអញ្ចឹងការ farm លឿនយ៉ាងណាហើយយើងប្រើ bait ចំអញ្ចឹងណាគ្នាជុំនេះគឺយើងត្រូវការពេលថ្ងៃយើងផ្លេចអ្នកនរគ្នាមើល weather វាហ្នឹងណាគឺពេលខ្លះត្រីខ្លះវាដូចត្រីនេះវាត្រូវការពេលថ្ងៃដល់ពេលយប់វាអត់សូវចេញអញ្ចឹងយើងមើលកន្លែងហ្នឹងដែរព្រោះ fish ឥឡូវគឺយើងអត់ផ្ដោតលើ aurora luck ច្រើនដូចមុនទេគឺគេផ្ដោតលើ prefer bait ជាមួយអាកាសធាតុមួយថ្ងៃអីវាយប់ថ្ងៃអីអញ្ចឹងយើងសុំនេះងាយស្រួលហ្វាំងទៅណានេះយើងស្ទូបានមកពុកមកមានបានច្រើនអូនេះពេលសុំគឺសំខាន់ណាស់ណាគឺព្យាយាមត្រីនៅក្នុងបាយើងទៅដល់នេះអូខេអញ្ចឹងយើងទៅមើលអាត្រី pet torrent អូខេនេះ pet torrent 150 30k អញ្ចឹងល្អមែនទេណាកន្លែងនេះបើអ្នកនរគ្នាមាន aurora ទៅគឺ farm លឿនសាហាវជាង forsaken មែនទេថាអ្នកនរគ្នាចង់ farm កន្លែងតែកន្លែងហូលុយឥឡូវដូចមានតែ2ហ្នឹងទេណាគ្នាតែឥឡូវគេពេញចំប្រើវាមាន noise form មាន soul reaper តែ soul reaper យើងយកឡើងបានហើយបែបទូចគឺមាន Runes Oat Lumination Oat ទៅចំពោះរ៉តមានច្រើនទៀតអាស្រ័យលើអ្នកនេះចិត្តប្រើវាព្យាយាមរត់ឲ្យអ្នកនរគ្នាបែបទូចគាត់បានប្រើ Heaven Rod នេះក៏បាន Heaven Rod នេះ luck ច្រើនអញ្ចឹងទៅអ្នកនរគ្នាត្រូវដាក់ low speed ច្រើនតិចមកStar នេះ Next Plan នេះហ្នឹងបូកគីឡូខ្លាំងច្រើនដែរអញ្ចឹងវីដេអូនេះខ្ញុំព្យាយាមប្រាប់រត់ Opinion Area នេះក៏បាន Patient គុណល្អVaran Random Dot នេះក៏បានតែដល់យើងបាន Mutation Lucky នេះយើង50 Aquarium នេះដាច់លឿនហ្នឹងណាស្ទុយថៃវិញដល់កបូកគីឡូថៃ Mutation ល្អតែ Mutation វាឲ្យភាគរយតិចពេកណាMutation វាឲ្យភាគរយតិចហើយនេះវិញថៃយើងថៃទូយកចង់បានទេយើងផ្ដាច់ចោលមកMutation វាឲ្យតិចពេកពីគ្នាឬខ្ញុំរត់បឲ្យច្រើនតិចជារត់ល្អមែនតើញ៉ាំ farm លុយហេដូចជាអស់ហើយណានេះគឺប៉ុណ្ណឹងមាន Spirit Rod Spirit out of Forest នេះខ្ញុំនិយាយប្រើច្រើនណាស់ញ៉ាំដាក់លើទូចដល់បានសាកបានដែរនេះដូចជា Time Mounder ក៏បានToxic Spirit នេះក៏បានហើយជាមួយនឹង Toxic របស់នេះ Toxic របស់នេះ Commutation នេះ Stir តិចយ៉ាងណាហើយ Strike Hand នេះហើយ Warden O នេះក៏ស្ដាច់ហូលុយដែរMutation កុនច្រើនហើយចឹងវីដេអូយើងមានប៉ុណ្ណឹងអ្នកនរគ្នាចំពោះក្នុងការហៅរកអីឲ្យអ្នកនរគ្នាហើយអ្នកនរគ្នាចង់បានលុយច្រើនមានតែ enchant ស្ទូចថៃធំទៅហើយបុកបើបុកអីទៅយើងអាចប្រើ buff ដូចជាអាត្រេញនៅ Fish Face ហ្នឹងក៏បានហើយជាមួយ Shell ក៏បានចឹងអូខេអ្នកនរគ្នាយើងវីដេអូយើងមានប៉ុណ្ណឹងហើយចំពោះវីដេអូ Farm XP គឺយើងធ្វើនៅវីដេអូក្រោយមួយទៀត